រៀបចំយុទ្ធសាស្ត្រអភិវឌ្ឍស្វាយចន្ទទីរបស់យើងតាមរយៈការដាក់ចេញនៅការប្រតិបត្តិជាក់ស្ដែងដែលយកកំពង់ធំជាការចាប់ផ្ដើមជាមជ្ឈមណ្ឌលមុនដែលយើងរៀបចំឧស្សាហកម្មស្វាយចន្ទទីនៅទីនេះអញ្ចឹងសង្ឃឹមថាទៅថ្ងៃក្រោយស្វាយចន្ទទីកម្ពុជាជាអធិរាជនៃស្វាយចន្ទទីហើយខេត្តកំពង់ធំគឺជាខេត្តស្នូលមួយនៃអ្នកផលិតស្វាយចន្ទទីច្រើនកសិករនៅទីនេះកាន់តែល្អប្រាសាទសម្បូរខេត្តកំពង់ធំប្រជាសហគមន៍ដាំដុះហូរហែដំណាំយុទ្ធសាំងស្វាយចន្ទទីខ្មែរក្រុមសំបន្លែស្រូវស្រែជូនបត់ដីមានជីជាតិជាច្រើនហាញ់តាចន្ទទីចេញផ្កាក្របចេញទៀងទាត់ទិន្នផលកើនខ្ពស់សេដ្ឋកិច្ចធំធាត់ខ្មែរអង្គពីវត្តរារੂសបាយគោដៅអធិរាជក្របស្វាយចន្ទទីលេខមួយគ្មានពីរល្បីល្បាញសងសាយក្របចន្ទទីខ្មែរញ៉ាំហើយមិនណាយវិនិយោគចិនឆ្ងាយដាំងទុនថ្មីថ្មីសម្ដេចតេជោសម្បូរយុទ្ធសាស្ត្រសេដ្ឋកិច្ចយល់ច្បាំងសម្ដេចថាបតីជួយជាតិកំកើនលើក្រុមវិស័យខេមរាប្រុសស្រីជាភីគឺធាគោដៅអធិរាជក្របស្វាយចន្ទទីលេខមួយគ្មានពីរល្បីល្បាញសងសាយក្របចន្ទទីខ្មែរញ៉ាំហើយមិនណាយវិនិយោគចិនឆ្ងាយដាំងទុនថ្មីថ្មីសម្ដេចតេជោសម្បូរយុទ្ធសាស្ត្រសេដ្ឋកិច្ចយល់ច្បាំងសម្ដេចថាបតីជួយជាតិកំកើនលើក្រុមវិស័យខេមរាប្រុសស្រីជីវភាពធូរធារ